ចាជម្រាបសួរពុកម៉ែពុកមីងសូមស្វាគមន៍ពី Channel វណ្ណានារីក៏ដូចជា Page មេរិស័យឆ្នាំទាំង12ចាយើងចូលមកដល់ការមើលទូទៅខ្ញុំនឹងដាក់ចូលទៅក្នុង Channel វណ្ណានារី2ចាតកតងវីដេអូមួយហ្នឹងអញ្ចឹងយើងបានដឹងការមើលទូទៅអត់មានការភិកអខាតមានលេខ1លេខ2លេខ3ជាក្រុមទេអញ្ចឹងពេលដែលយើងឃើញវីដេអូមួយហ្នឹងអ្នកគូនឹងយកខែឆ្នាំក៏ដូចជាតារានិករមកបញ្ជាក់បន្ថែមថាតើគឺជាធម្មពលយើងអត់ចឹងណាចា៎ខ្ញុំឃើញថាពាក្យថា Talent Winner ចឹងមានន័យថានៅក្នុងពេលនេះដួងកែវរបស់យើងគឺនឹងមានភាពជោគជ័យចូលមកមិនថាយើងប្រកួតប្រជែងឬក៏ដាក់ពាក្យដាក់ធ្វើអីចឹងណាយើងអាចជាប់មានចម្លើយបានធ្វើបានទៅជោគជ័យអីចឹងទៅណាព្រោះយើងបានលើកពានយើងធម្មពលល្អចូលមកក្នុងជីវិតរបស់យើងចូលនៅក្នុងដួងកែវរបស់យើងអីចឹងទៅចា៎ឃើញថាមានរឿងល្អៗនឹងចូលមកជាពិសេសអ្វីដែលយើងប្រកួតប្រជែងអាបែបអញ្ចឹងចេះមានពាក្យថា winner ចូលមកយ៉ាងមិនទៀតនៅពេលឆាប់ខាងមុខណាចាឆាប់ខាងមុខតើយើងនឹងជួបអ្វីខ្ញុំឃើញថាប្រសិនបើណាយើងមានគម្រោងអីមួយឆ្ពោះទៅមុខហើយយើងនៅតែមិនច្បាស់លាស់នៅក្នុងដួងចិត្តរបស់យើងឬក៏អាការគិតរបស់យើងណា insecure ចូលមកមានន័យថាយើងគិតថាអត់មានសុវត្ថិភាពទេប្រសិនបើយើងគិតអីធ្វើអីអញ្ចឹងណាចាឬក៏មិនគួរជឿទៅលើអ្នកដទៃអីចេះអញ្ចឹងយើងត្រូវតែយកភ្នែកមើលគេយកគំនិតទៅពិចារណាឲ្យបានច្បាស់លាស់បើមិនអញ្ចឹងទេយើងនឹងមិនបានបែងចែកបានត្រូវភ្លាមទេយើងនៅតែគិតថាមិនទុកចិត្តខ្លាចអីចឹងទៅដូចជាមិនជឿអីចឹងទៅដូចជាសង្ស័យអីចឹងទៅនៅក្នុងពេលហ្នឹងណាចាឧទាហរណ៍ថាយើងរងចាំនរណាម្នាក់គាត់ថាប្រហែលជាគេមិនមកទេនៅដំណឹងអីមួយចឹងណាតែគាត់ថាចេញ challenge winner មកមានន័យថាខ្ញុំគិតថាវានឹងមានរឿងមួយមិនមែនរឿងមួយរឿងច្រើនដែលនឹងលេចធ្លោឲ្យយើងចាប់ឲ្យយើងកាន់ឲ្យយើងដឹងនៅក្នុងដៃយើងណាចាហើយនៅក្នុងរូបភាពនេះក៏អាចនិយាយថាតំណាងឲ្យលេខ6ដែរ for six of rose អញ្ចឹងខ្ញុំឃើញថាអាចនឹងអ្នកខ្លះកើតខែ6ថ្ងៃ6អីចឹងទៅចាបើមិនខែគឺថ្ងៃបើមិនចឹងទេយើងអាចនឹងមានជាប់តាក់ទងលេខ6នៅក្នុងលេខទូរស័ព្ទរបស់យើងអីចឹងទៅដើមចុងពាក់កណ្ដាលអីចឹងទៅបើមិនចឹងទេយើងគឺនឹងអាចមានរឿងល្អៗភាពជោគជ័យនៅក្នុងលេខ6អាចជាថ្ងៃទី6ឬក៏6ថ្ងៃ6អាទិត្យទៀតអីចឹងទៅអាបែបអញ្ចឹងណាឬក៏ក្នុងខែ6បញ្ជាក់ណាចាអញ្ចឹងឥឡូវហ្នឹងយើងវាអត់ទាន់ដឹងទេអាចថាវាមិនទាន់ដឹងរឿងហ្នឹងចង់និយាយអញ្ចឹងរឿងដែលជោគជ័យរឿងដែលនឹកស្មានដល់អីចេះអាបែបអញ្ចឹងហើយយើងធ្លាប់តែទទួលពាក្យនិន្ទាពីគេមិនមានភាពលើកទឹកចិត្តអីចឹងទៅឬក៏ដូចខ្ញុំនិយាយថាមិនទុកចិត្តនៅលើអ្វីដែលយើងកំពុងតែឃើញមិនថាដៃគូមនុស្សអីចឹងទៅណាទំនាក់ទំនងគ្នាអីចឹងទៅព្រោះចេញពាក្យនេះគឺ Queen of Miro ហើយចេញពាក្យហ្នឹងមានន័យថាវាហាក់បីដូចជាយើងគិតថាមនុស្សទាំងអស់ហ្នឹងមិនប្រកាសជាលេងសើចអីបែបអញ្ចឹងណាតែខ្ញុំឃើញថាយើងនឹងអាចជួបមនុស្សដែលសមប្រកបណាបើថាកាលពីមុនមិនដឹងទេតែឥឡូវហ្នឹងយើងអាចជួបមនុស្សដែលស័ក្តិសមជាដៃគូរបស់យើងអញ្ចឹងទៅហើយចេញពាក្យថា The Moon ទៀតអាចថាយើងជួបគេនៅក្នុងពេលយប់អីដែរឬក៏អាចស្បិនឃើញគេអញ្ចឹងទៅអាបែបអញ្ចឹងណានៅម៉ោង8ម៉ោង9យប់អីចឹងទៅអាបែបអញ្ចឹងណាចាឬក៏គេនេះគឺជាតារានិករដែលកើតនៅពេលយប់អីចឹងទៅកើតនៅពេលថ្ងៃច័ន្ទអីចឹងទៅឬក៏ពេលរាត្រីអីចឹងទៅហើយមួយវិញទៀតប្រសិនបើយើងបានដើរចេញពីភាពដែលលំបាកកាត់ចិត្តបានអីចឹងព្រោះចេញពាក្យ The End មកទើបមានរឿងល្អនឹងចូលមកណាអាបែបអញ្ចឹងណាមួយរយៈខ្ញុំមានអារម្មណ៍ថាការមើលរបស់ខ្ញុំគឺសឹងថាគ្រប់ពេលតាក់ទងទៅនឹងពាក្យថា The End ឬក៏ការបញ្ចប់តទៅបញ្ចប់រឿងចាស់ទៅមានរឿងថ្មីចូលមកខ្ញុំកំណត់សម្គាល់ឃើញអញ្ចឹងណាចាដូចជាមើល5ឃើញ2 3បាទហើយអារឿងនេះគឺតាក់ទងទៅនឹងវីដេអូមួយនេះក៏អញ្ចឹងដែរលុះត្រាតែយើងនេះវិចវលីទៅក្រៅអញ្ចឹងទៅមានន័យថាជប់គិតពីរឿងចាស់ទើបយើងនឹងចូលរឿងថ្មីចូលមកចេញThe Beauty Queen ណាមានន័យថាអ្នកមួយចំនួនហាក់បីដូចជាចាប់ដើមចង់
មានដំណើរកំសាន្តទៅណាអញ្ចឹងទៅវាចេញវេលាមកណាហើយអ្នកមួយចំនួនវាហាក់បីដូចជាថាមពលមានថាមពលបានប្រាប់ខ្ញុំថាដូចជាចង់ទៅហាត់កីឡាសម្រក់គីឡូសម្រក់ខ្លាញ់ចេញអីចឹងណាព្រោះរូបភាពហ្នឹងមិនថាមនុស្សប្រុសមនុស្សស្រីភេទទី3ឬក៏វ័យប៉ុណ្ណាទេអាយុ18ឆ្នាំឡើងទៅគឺយើងមានកាអាងមានសាច់មានឈាមលើសគីឡូលើសចំណុះអីចឹងណាបែបថាយើងនឹងសមាជិកថាខ្ញុំនឹងធ្វើឲ្យខ្លួនឯងស្អាតហើយបើអត់តែងខ្លួនយើងនឹងចាប់ផ្ដើមនឹង make up អីចឹងណាឬក៏កាត់សក់លាបថ្នាំពណ៌អាបែបអញ្ចឹងណាឬក៏ទៅហាត់កីឡាអីចឹងទៅរត់ប្រណាំងរត់ដើម្បីឲ្យចេញញើសអីចឹងទៅអាបែបអញ្ចឹងនិយាយទៅឲ្យតែកីឡាឬក៏យើងគិតថាយើងអាចនឹងប្រកួតប្រជែងធ្វើអីមួយដើម្បីឲ្យខ្លួនឯងមានភាពជោគជ័យហីអាចទៅប្រឡងទៅប្រកួតទៅប្រជែងអីចឹងណាអញ្ចឹងថាមពលហ្នឹងវាអាចនឹងមានជោគជ័យច្រើនតែលុះត្រាតែយើងនឹងធ្វើអារឿងដែលមិនទាន់ចេញនោះឲ្យវាចេញដូចគ្នាចាហើយរឿងតើយើងឈ្មោះទៅធ្វើបើសុកវាមកវាអត់មកទេអាបែបអញ្ចឹងណាចាដូចការធ្វើដំណើរអញ្ចឹងបើសិនជាយើងអត់ទិញសំបុត្រយន្តហោះទេយើងក៏អត់បានទៅប្រទេសនឹងដែរវាគ្រាន់តែជាការសម័យអីចឹងទៅហើយមើលវិញទៀតនៅពេលដែលទទួលបានរឿងល្អហើយអានេះគឺជានៅបានស្លឹកណា3ស្លឹកហ្នឹងគឺយើងហាក់បីដូចជាចាប់ផ្ដើមជួបមិត្តភ័ក្តិអីចឹងទៅជួបមិត្តភ័ក្តិណា make friend អីចឹងទៅចាឬក៏ដៃគូរបស់យើងគឺចាប់ផ្ដើមពីមិត្តភាពឡើងណាហើយយើងនឹងចាប់ផ្ដើមនឹងមានមនុស្សជាច្រើនចាំទទួលយើងបើយើងជាមនុស្សប្រុសមានន័យថាមនុស្សស្រី2 3នាក់អីចឹងទៅចាំយើងដេតអីចឹងណាបើមនុស្សស្រីគឺមានន័យថាក៏មានមនុស្សប្រុសម្នាក់2នាក់3នាក់នឹងចាប់អារម្មណ៍អីចឹងទៅអាហ្នឹងក៏មានដែរហើយចាប់ពីពេលហ្នឹងទៅអាធម្មពល quality time ចូលមកគឺមានន័យថាតាក់ពេលវេលាមានគុណភាពចូលមកសម្រាប់យើងច្រើនណាអាធម្មពលល្អៗចូលមកយើងច្រើនដូចគ្នាអាបែបអញ្ចឹងត្រូវគិតខ្លួនឯងស្រឡាញ់ខ្លួនឯងស្រឡាញ់សុខភាពឬក៏ស្រឡាញ់អ្វីដែលខ្លួនឯងចង់បានហើយត្រូវតែ remove ចេញនៅរឿងដែលមិនល្អរឿងដែលមិនចាំបាច់រឿងដែលធ្វើឲ្យខ្លួនឯងហ្នឹងវាតបប្រមល់អីចឹងណាចេះ stress យើងត្រូវតែ relax ខ្លះទៅដំណើរកំសាន្តខ្លះទៅឡើងអីចឹងទៅឃើញថាវីដេអូហ្នឹងទទួលបាននៅរឿងល្អច្រើនដើម្បីកំណត់ថាឆ្នាំណាដែលជាប់តាក់ទងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបើកមើលខ្ញុំយកតែ5ទៅ6ឆ្នាំទេក្នុង12ឆ្នាំម្សាញ់ហើយខ្ញុំរើសហ្នឹងមិនមែនបើកភ្នែកទេខ្ញុំបិទរើសទេណាចាឆ្នាំអីគេឆ្នាំឆ្លូវឆ្នាំរូងឆ្នាំវោកឆ្នាំមីមួយទៀតឆ្នាំជូតអូខេចូលដល់តារានីកក៏ដូចជា Samurai Sing អញ្ចឹងក៏ជាភពដូចគ្នានៅក្នុងហ្នឹងអញ្ចឹងខ្ញុំក៏បិទភ្នែករើសដែរសុំ5ស្លឹកអីចឹងទៅចាជាប់គ្នាណាយកទាំងពីរគឺតារានីក Virgo Jupiter Hope Libra Venus មួយទៀតគឺតារានីកខ្យល់ហើយតារានីកខ្យល់គឺមានអីគេមាន Aquarius Gemini Libra នៅក្នុងហ្នឹងចាហើយក៏ចប់ដែរសម្រាប់ការបកស្រាយនៅវីដេអូមួយនេះសង្ឃឹមថាបងប្អូននឹងពេញចិត្តហើយកុំភ្លេចជួយ like subscribe share វីដេអូម្នាក់មួយផងហើយជូនពរអ្វីៗនឹងទទួលបាននូវភាពជោគជ័យណាយើងលើកពីណានាំរឿងល្អៗចូលមកយើងអីចឹងទៅហើយក៏អរគុណមែនតើសម្រាប់ការទស្សនាវីដេអូមួយនេះអ្នកគ្រូនឹងធ្វើវីដេអូថ្មីទៀតសម្រាប់បងប្អូនទស្សនាអរគុណច្រើនជម្រាបលា